ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យមសហគ្រាសធុនតូចនិងមធ្យមគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចនិងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើននិងបង្កើតការងារការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យមគឺជាផ្នែកមួយក្នុងវិធានការទី5នៃកញ្ចប់វិធានការកែតម្រង់មុខស្រួចចំនួន17ដែលត្រូវបានសម្ដេចតេជោប្រកាសដាក់ឲ្យអនុវត្តនៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី18នាថ្ងៃទី29ខែមីនា ឆ្នាំ2019ដើម្បីជំរុញការអភិវឌ្ឍការពង្រឹងភាពប្រកួតប្រជែងនិងការបង្កើនសមត្ថភាពផលិតកម្មរបស់សហគ្រាសធុនតូចនិងមធ្យមព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DAS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ